បាទសូមជម្រាបសួរប្រិយមិត្តថ្ងៃនេះយើងមកចូលទៅក្នុងលំហាត់ AN ជាមួយនឹងប្រូតេអ៊ីនបន្តទៀតដែលប្រធានមានដូចតទៅបាទគេឲ្យម៉ូលេគុល ANM1 ដែលមានរីបនុយ A ស្មើ596 អ៊ុយស្មើ244និង Z ស្មើ160ព្រមទាំងមានសម្ព័ន្ធគីមីក្នុងម៉ូលេគុលវាសរុបគឺ1199សម្ព័ន្ធយើងមាន3សំណួរមួយទី1គេឲ្យយើងកំណត់សមាសភាពភាគរយសមាសភាពភាគរយនៃរីបនុយនីមួយៗរបស់ INM ទី2ដោយដឹងថា ADN មួយមានម៉ាស់36គុណ10ស្គុណ5កាបូនតើវាអាចផ្ទុកសែនបានប្រមាណម៉ូលេគុលទី3ចុងក្រោយកំណត់ចំនួនម៉ូលេគុល AN ដឹកនាំឬគេហៅថា INT បាទក្នុងសំយោគប្រូតេអ៊ីនមួយដែលចេញពីសែនខាងលើបាទជាងយើងចាប់ដើមសំណួរនេះមុនបាទកំណត់ភាគរយ A អ៊ុយ CZ សំណួរទី1គេឲ្យយើងកំណត់ភាគរយរីបនុយនីមួយៗរបស់ AN NM បាទមានន័យអញ្ចឹងណាហ្នឹងហើយយើងរកភាគរយ A អ៊ុយ CZ អញ្ចឹងយើងមើលយើងស្គាល់3នេះគេប្រាប់សម្ព័ន្ធគីមីបាទអញ្ចឹងខ្ញុំដាក់គេមានសិនមកឬក៏សមត្ថកម្មសិនមកសម្ព័ន្ធគីមីរបស់ ANM តាមរយៈសម្ព័ន្ធគីមីយើងអាចរកអំតូចឃើញណាបាទ1199បាទនេះគឺជាចំនួនសម្ព័ន្ធគីមីរបស់ INM អញ្ចឹងខ្ញុំរកអំតូចតាមនេះគេប្រើឃ្លាយ៉ាងម៉េចដោយរីប៊ូនុយនីមួយក្នុងម៉ូលេគុល INM ជាប់គ្នាពី1ទៅ1ដោយសម្ព័ន្ធគីមីក្រោយពេលដែលយើងទៅសេឃ្លានឹងហើយយើងចូលរូបមន្តសម្ព័ន្ធគីមីបានអត់មាននិមិត្តសញ្ញាទេបាទសម្ព័ន្ធគីមី INM គឺយកអំតូចដក1បាទអំតូចដក1ចាស់នេះគេប្រាប់យើងរកអំតូចឃើញនាំឲ្យយើងទិញបានអំតូចស្មើគេសម្ព័ន្ធគីមីយ៉ាងម៉េចសម្ព័ន្ធគីមីបូក1វិញមែនទេបាទអញ្ចឹងចំនួនលេខមកវាទៅជាអំតូចស្មើ1199បូក1វាទៅជា1200ពី400បាទយើងស្គាល់អំតូចយើងមើលអា3នេះបាទដោយយើងដឹងថាអំតូចគឺយក A បូក B បូក C បូក Z បាទភាសានេះគេប្រាប់3បាត់រីបនុយ C អញ្ចឹងយើងទាររក C មកដើម្បីទីបាន CINM យកអំតូចដក A3 នេះបូកគ្នាវិញមកញ៉េបាទអញ្ចឹងC ស្មើអំតូចយើងរកឃើញមិញ1200ដក A គេឲ្យ596បូកអ៊ុយ244បូក C 160បាទអញ្ចឹងនាំឲ្យ C ស្មើម៉ាត់អានេះមិនចាំបាច់រក C ក៏បានចាំរកភាគរយវាទាំង3នេះឃើញហើយចាំបូកអា4នឹងចូលគ្នា100ក៏បានដែរឃើញដូចគ្នាផងខ្ញុំរកតាមនេះក៏បានបាទ200រីបនុយបាទអញ្ចឹងស្គាល់ស្គាល់អស់ហើយដោយឬក៏តាមក៏បានដែរភាគរយ A យើងយក A គុណនឹង100ចែកអំតូចបាននេះចំនួនមក A គេឲ្យ596គុណនឹង100ចែក1200 49.66ភាគរយបាទភាគរយអ៊ុយតាមប្រព័ន្ធគឺយកអ៊ុយគុណនឹង100ចែកអំតូចបានអញ្ចឹងអ៊ុយគេឲ្យយើង244គុណនឹង100ទៅចែកនឹង1200បាទចែកទៅឃើញ 20.33% បាទកតុយវាស្រៀកបន្តិចយើងនៅភាគរយ C ភាគរយ C ស្មើអីភាគរយ C គឺយក C គុណនឹង100តែអំតូចបាន C គេឲ្យយើងគឺយើងរកឃើញមក200បាទ200គុណនឹង100ទៅចែកនឹង1200
16.66%ភាគរយនឹងចុងក្រោយភាគរយ Z បាទ Z គុណនឹង100ចែក m តូចបាទ Z យើងគេឲ្យយើង160គុណនឹង100ទៅចែក m ទៅគឺ1200បាទ 13.33% បាទអញ្ចឹងដូចនេះគេបន្តិចមកដូចនេះ a ភាគរយវាស្មើយើងរកឃើញគឺ 49.66 អុយយើងរកឃើញគឺ 20.33 C 16.66 និង Z យើងរកឃើញ 13.33% វាអាចលៀងកតុយក្បះបន្តិចបាទដោយសារលេខរបស់យើងនេះគឺកតុយស័ក្តិសាមជាងបាទដើម្បីដែរបាទតាមតាន់ទេបាទបើតាមមិនតាន់ជួយ comment ខាងក្រោមវីដេអូនេះផងបាទបាទនៅសំណួរទី2គេឲ្យយើងគណនាចំនួន molecule SEN បាទកាលណាយើងចង់រកចំនួន molecule SEN យើងដឹងហើយថាយើងយករបស់ ADN ចែកនឹង SEN ទៅបើយើងគេប្រាប់ mass ADN ជួយចែក mass SEN ហ្នឹងណាបាទអញ្ចឹងសមត្ថកម្មនោះគេឲ្យយើងនោះគេមាននោះអីខ្លះគេមាន mass molecule ADN បាទ mass molecule ADN គេមាន36គុណ10ស្គុណ5កាបូនຂະຫນາດកាបូនអញ្ចឹងខ្ញុំរក mass molecule SEN មួយទៀតទៅបាទប៉ុន្តែយើងស្គាល់ MSEN អត់យើងស្គាល់ទេមែនទេយើងចង់រក mass molecule SEN តើស្គាល់ MSEN ឥឡូវនេះយើងអត់ស្គាល់ MSEN ទេតែយើងស្គាល់ M តូចនេះកាលណាស្គាល់ M តូចយើងអាចទៅរក MSEN បានមែនទេបើគុណវា2ទៅប៉ុន្តែប្រើ clear ANM មួយសិនដោយអីគេ ANM ចម្លងព័ត៌មានចេញពីប្រវត្តិមកខាងនៃសែនបាទក្រោយសេចឹងហើយយើងទាញរក m ធំសែនបានស្មើ2 m តូចមែនទេបាទអញ្ចឹងស្មើ2គេតាឲ្យ1200ស្មើ2400នុយបាទយើងឃើញ m ធំសែនហើយយើងយកទៅគុណ300ទៅចេញម៉ាស់បាទអញ្ចឹងយើងយកអានេះទៅគុណនឹង300បាទទៅគុណ300ទៅចេញម៉ាស់ព្រោះអានេះគេឲ្យម៉ាស់ស្រាច់យើងបាញ់8ក៏បានឬរក m ADN ក៏បានដែរចែក m សែនមកក៏បានឲ្យតែ ADN លើសែនខ្ញុំប្រើ clear mass គឺគេដឹងថា clear mass យ៉ាងម៉េច clear mass របស់ ADN នុយ1ណាមាន mass ជាមធ្យមប្រមាណមាន mass ជាមធ្យម300ຂະຫນາດកាបូនបាទអញ្ចឹងនាំឲ្យយើងទាញបាន mass សែនបាទនេះខ្ញុំយក mass ចែក mass បណ្ដោយណា mass molecule សែនយក m សែននេះគុណនឹងប្រមាណ300បាទអញ្ចឹង2400គុណ300ទៅស្មើ12.97 7204 10ស្គុណ4កាបូនចឹង2.97បាទអញ្ចឹងខ្ញុំទាញរកចំនួន molecule SEN បានបាទចំនួន molecule SEN បាទលើកនេះខ្ញុំយកផ្លែកទីខ្ញុំយក mass ចែក mass បណ្ដោយណា mass molecule ADN ចែក mass molecule អីវិញអញ្ចឹង mass molecule SEN បាទអញ្ចឹងខ្ញុំនោះលេខមក molecule ADN គេឲ្យយើងគឺ36 10ស្គុណ5 36 10ស្គុណ5ចែកនឹង72 10ស្គុណ4បាទយើងចែកទៅឃើញ5 molecule បាទ5 molecule បាទដូចនេះគេបន្តិចបាទដូចនេះ ADN
អាចទុកសែនបានប្រមាណអញ្ចឹងបាន5ម៉ូលេគុលបាននេះគឺជាចម្លើយទី2នៅសំណួរទី3ចុងក្រោយគេឲ្យយើងរកចំនួនម៉ូលេគុលរកចំនួនម៉ូលេគុល AN ដឹកនាំ AN ដឹកនាំគឺ ANT នឹងឯងម៉ូលេគុល ANT បាទព្រមយើងនឹងប្រើរូបមន្ត ANT យកអាស៊ីតអាមីណេបូក1បាទយើងនឹងប្រើរូបមន្តនេះបាទជាងទៅរកអាស៊ីតអាមីណេនេះឃើញសិនអាស៊ីតអាមីណេយើងដឹងហើយគឺយក M ដក M លើ2ដក6ចែក3បាទគឺប្រើ clear ដោយអាស៊ីតអាមីណេ1ទទួលក្រំ2នៃ3នៃច្រវាក់ម្ខាងរបស់សែនម្ខាងរបស់សែនដែលមានត្រីធាតុមួយជាអីជាកូដុងដើមបាទដើមត្រូវនឹងអាស៊ីតអាមីណេឈ្មោះអីមេឈីអូនីនបាទនឹងត្រីធាតុមួយទៀតជាអីទៅនឹងត្រីធាតុមួយទៀតជាកូដុងស្តុបនឹងមិនត្រូវនឹងអាស៊ីតអាមីណេបាទអាមីណេអញ្ចឹងទៅយើងទៅរួមមុនបានដែរបាទ AA ស្មើ MZ មកអត់យក MADN ទេលើ2ដក6ចែកនឹង3បាទអញ្ចឹងមានន័យថាម៉េចខ្ញុំដាក់ម្លេះតិចមកបានដើម្បីឲ្យចំណេញកន្លែងតិច MZ 2400ចែក2មកដក6ចែកនឹង3បាទសាក់មូលនឹង AA ស្មើបើយើងចែកទៅឃើញ798អាស៊ីត A អាមីណេបន្ទាប់មកយើងនឹងប្រើ clear INT ដើម្បីទៅរក INT ឃើញបាទគេប្រើ clear មិន INT ដោយ INT 1ដឹកអាស៊ីតអាមីណេយថាប្រភេទ1អាមីណេយថាប្រភេទ1ចូលទៅក្នុងរីបូសូមដើម្បីអីសំយោគប្រូតេអ៊ីនគិតទាំងមេធ្យូនីនផងបាទព្រោះមេធ្យូនីននេះវាចូលទៅរហូតដល់ដើមខ្សែកាលណាវាចូលទៅរហូតគឺយើងត្រូវបូកវាព្រោះអានទេដឹកមេធ្យូនីននឹងផងណាមិនមែនដឹកតែអាស៊ីតអាមីណេទី2ទេអញ្ចឹងបានគេយកអាស៊ីតអាមីណេបូក1នេះ1នេះគឺមេធ្យូនីននេះឯងអញ្ចឹង798បូក1វាស្មើនឹង795 4ម៉ូលេគុលបាទដូចនេះគេបន្តិចមកដូចនេះចំនួនម៉ូលេគុល INT 799ម៉ូលេគុលបាទនេះគឺជាចម្លើយខាងក្រោយបាទប្រិមិត្តជាទីមេត្រីបាទដល់ពេលវេលារបស់ខ្ញុំដែលត្រូវគោរពលាហើយតែមុនគោរពលាសូមអរគុណប្រិមិត្តដែលបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់សូមជូនពរសំណាងល្អនិងសុភមង្គលក្នុងរង្វង់គ្រួសារចាំជួបខ្ញុំនៅវីដេអូក្រោយៗទៀត